នៅភ្នំបំពន់5ស្រុកវាវែងយើងនេះហើយពេលបានមកដល់គឺសប្បាយមើលទេសភាពមែនតែនហើយជាពិសេសគឺបានមកឃើញភ្នំធំធំស្អាតហ្នឹងហ្មងដែលខ្ញុំអត់ដែលដឹងសោះថានៅហ្នឹងមានទេសភាពស្អាតដល់ថ្នាក់ហ្នឹងហើយក៏សម្បូរកន្លែងដើរលេងដែលមានទេសភាពស្អាតស្អាតនិងកន្លែងថតរូបស្អាតស្អាតច្រើនទៀតសំខាន់នៅលើដល់រដូវវស្សាជាទៀតដើមឈើហើយនឹងស្មៅលូតលាស់មកទេសភាពបៃតងខៀវខ្ចីរត់ទៅស្អាតហ្មងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំ Florence សម្រាប់ដំណើរកម្សាន្តមកស្រុកវាវែងខេត្តពោធិ៍សាត់របស់ខ្ញុំលើកនេះគឺរៀងស្លន់តិចបើយកមួយថ្ងៃទេអញ្ចឹងខ្ញុំធ្វើដំណើរចេញពីពេញរៀងលឿនដែរខ្ញុំមកដល់នេះប្រហែលជាម៉ោង9ព្រឹកគ្រាន់តែមកដល់ភ្លាមគឺថាមកហៅកាហ្វេសិនហើយចាំទៅហៅកន្លែងគេងព្រោះដោយសារបន្លានគ្រួសារខ្ញុំនឹងសិតតអ្នកញៀនកាហ្វេអត់កាហ្វេអត់បានទេអញ្ចឹងតើតាមកហៅកាហ្វេម្នាក់មួយកែវសិនហើយហាងកាហ្វេដែលខ្ញុំចូលនេះគឺឈ្មោះភ្នំកាហ្វេអ្នកនរគ្នាភាគច្រើនបងខ្លះគឺគាត់បានស្គាល់នៅក្នុងទេសភាពស្អាតមែនតែនប៉ុន្តែដូចខ្ញុំចេះខ្ញុំមិនដែលបានស្គាល់ទេដោយសារតែមកលើកនេះគឺមក first time របស់ខ្ញុំគឺលើកទី1ហ្មងតោនេះទេសភាពនៅភ្នំកាហ្វេហ្នឹងអ្នកនរគ្នាទេសភាពស្អាតមែនតែនហើយថតរូបចេញមកគឺស្អាតគ្រប់ប្លង់ហ្មងបើអ្នកភ្លេចជួយថតរូបដូចខ្ញុំមកលេងវាវែងក៏ភ្លេចចូលលេងនៅភ្នំកាហ្វេហ្នឹងផងចេញពីហាងកាហ្វេឥឡូវខ្ញុំមកដល់កន្លែងគេងហើយអ្នកនរគ្នាចិត្តគ្នាអត់ឆ្ងាយពីគ្នាហ្មងទេបាទអូខេ hello អ្នកទាំងអស់គ្នាឥឡូវខ្ញុំមកដល់រីសតហើយអញ្ចឹងឥឡូវយើងមកធួបន្ទប់ជាមួយខ្ញុំទាំងអស់គ្នាមកខ្ញុំមកលក្ខណៈគ្រួសារអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំយកខែ2នាំអ្នកគ្នាមកមើលទេសភាពនៅខាងក្រៅជាមួយខ្ញុំម្ដងនេះខ្ញុំកក់គាត់សុំ view នៅខាងក្រៅសុំឃើញលក្ខណៈថាទេសភាពភ្នំចឹងហ្មងអ្នកឃើញនេះបើតែឃើញក៏ស្រស់ស្រាយដែរអ្នកទាំងគ្នាហើយទេសភាពស្អាតមែនតើហើយប្លង់ណាក៏ប្លង់ស្អាតថតរូបស្អាតដែរអ្នកនរគ្នាអើយខ្ញុំមកភ្នំ1500នេះលើកទី1ទេអញ្ចឹងបន្ទាប់ពីបាយថ្ងៃហើយមកទឹកដូរកៅអៅអីហើយខ្ញុំចាញ់ដំណើរទៅដើរលេងបន្តសម្រាប់គោលដៅទី1ដែលយើងត្រូវទៅហ្នឹងគឺឡើងភ្នំ1500ហើយថតរូបលេងជាមួយនឹងភ្លឹងតុងអាំងនេះហើយអ្នកនរគ្នាមកវាលវែងបាទបានមកថតរូបលេងនៅហ្នឹងទេដូចអត់បានមកអញ្ចឹងដូចខ្ញុំអ្នកចូលចិត្តថតរូបចេះឲ្យខកខានទេចោះដាក់4 10ប៉ុស្តិ៍សិនបានទៅតទៀតជិះមកតាមផ្លូវអត់ខ្វះទេទេសភាពឲ្យមើលគឺសម្បូរភ្នំធំមែនតែនហើយសំខាន់មានទឹកជ្រោះទឹកធ្លាក់នៅតាមផ្លូវទៀតដូចកន្លែងនេះចឹងអ្នកនរគ្នាមើល background គឺដូច 3D ចឹងមិនថាស្រុកខ្មែរយើងមានកន្លែងស្អាតលាក់ខ្លួនដែលយើងអត់ស្គាល់ច្រើនណាចឹងឥឡូវកន្លែងទី2ដែលខ្ញុំមកលេងហ្នឹងគឺនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចអ្នកនរគ្នាសម្រាប់នៅរមណីយដ្ឋានហ្នឹងយើងចូលក៏យកម្នាក់2000ហើយគេក៏មានកញ្ចុះសម្រាប់យើងអង្គុយហើយយើងក៏មកហូបបាយអីញ៉ាំនៅហ្នឹងបានបើនិយាយពីទឹកនៅហ្នឹងវិញឡើងត្រជាក់សេហ្មងអ្នកនរគ្នាសង្ឃថាយើងខ្លះសេហ្វតែត្រជាក់បានណាខ្ញុំនេះមានជាការស្ដាយមែនតើអ្នកបានដាក់ក្អៅមកងូតទឹកលេងអ្នកនរគ្នាដូចខ្ញុំប្រាប់ចឹងណាអ្នកគ្នានៅហ្នឹងគេក៏មានម្ហូបខមងដែរហើយមានគ្រប់មុខហ្មងហើយត្រូវមកលក្ខណៈគ្រួសារច្រើនចេះទៀតលុកលិចលុកកើតអាហារមួយពេលនេះគឺសុបាយអសោយកិលហ្មងអ្នកនរគ្នាហើយនៅហ្នឹងយើងដើរចុះមកក្រោមតិចឯងមានទឹកធ្លាក់អញ្ចឹងហ្មងថតរូបស្អាតសាហាវចូលមកដល់ពេលយប់ឥឡូវយើងដល់មកញ៉ាំទៀតហើយអ្នកគ្នានិយាយទៅមកទ្រីបនេះដើរផងញ៉ាំផងស្មារតីគ្នាហ្មងសាច់អាំងនេះខ្ញុំញ៉ាំនៅកន្លែងរីសតគេហ្នឹងហ្មងគេក៏មានលក់សាច់អាំងចឹងដែរអញ្ចឹងមកលេងនៅភ្នំ1500នេះអ្នកគ្នាមិនភ័យរឿងអត់អីញ៉ាំទេសបោអីញ៉ាំណាហើយខ្ញុំនេះឃើញតែស្គមចឹងទេប៉ុន្តែញ៉ាំបានណាអីក៏ដាក់ចូលដែរហើយនេះទិដ្ឋភាពញ៉ាំអីជុំគ្រួសារខ្ញុំគាត់ទៅមើលក៏ដឹងថាអ៊ូអហើយសប្បាយដែរព្រឹកឡើងនៅនេះហើយងើបមកជាមួយនឹងទេសភាពស្អាតស្រស់ស្រាយមែនតើហ្មងញ៉ាំកាហ្វេមួយកែវមើលទេសភាពហើយក៏ដល់ម៉ោងដែលខ្ញុំត្រឡប់ទៅពេញវិញដែរអញ្ចឹងវីដេអូដំណើរកម្សាន្តនៅពេលវែងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតជម្រាបលាអ្នកទាំងអស់គ្នា